បាទជំរាបសួរបងប្អូនក្របីភឿកមួយក្បាលល្បីសរសៃទូទាំងប្រទេសបង់ក្លាដេសទូទាំងពិភពលោកបាទគឺក្របីភឿកបាទដែលម្ចាស់គេនឹងបានដាក់ឈ្មោះឲ្យបាទគឺអ្នកដាក់អ្នកម្ចាស់ពិតប្រាកដហ្នឹងគឺឈ្មោះសៀអ៊ុតទិតប៊ុនថាបាទអ៊ុតទិតប៊ុនថាជាម្ចាស់ដើមបាទជាម្ចាស់ដើមក្របីភឿកដែលពួរស្តៀងសក់លោកដូណាល់ត្រាំបាទហើយក៏បានដាក់ឈ្មោះក្របីភឿកមួយក្បាលនឹងដោយប្អូនម្ចាស់បាទដោយប្អូនម្ចាស់ក្របីបាទដាក់ឈ្មោះក្របីភឿកនឹងថាដូណាល់ត្រាំបាទដាក់ឈ្មោះដូណាល់ត្រាំដូចគ្នាដោយឈ្មោះធានាធិបតីអាមេរិកសប្តាហ៍នេះបាទក្របីភឿកនេះគឺត្រូវបានយកទៅបូជាជីវិតដើម្បីធ្វើជាអាហារចំណីក្នុងរដូវកាលបុណ្យvà vị thi bonរបស់សាសនាអ៊ីស្លាមបាទគឺbon e hat e al adha បាទadha របស់ប្រទេសបង់ក្លាដេសចុះបង់ក្លាដេសហ្នឹងគេមានគោមានក្របីដែលគេត្រូវទៅបូជាដើម្បីជួយឲ្យសត្វហ្នឹងរស់ឡើងជាជីវិតវិញដូចជាមនុស្សជាស្អីចឹងណាហើយគេក៏កាប់ក្របីគោក្របីហ្នឹងដើម្បីឲ្យអ្នកក្រីក្រទទួលទាននៅក្នុងរដូវកាលរបស់គេហ្នឹងគឺរាប់លានក្បាលណាបាទមានមួយចំនួនគឺគេបញ្ជូនគោបាទបញ្ជូនគោទាំងស្រស់ហ្មងរស់ហ្មងណាបាទមកប្រទេសកម្ពុជាយើងដែលស្នើសុំមកពីប្រទេសម៉ាឡេស៊ីបាទអញ្ចឹងសហគមន៍របស់គេហ្នឹងគេមានជំនួយជួយទៅលើប្រទេសណាដែលមានជនជាតិមូស្លីមហ្នឹងក្រដូចគ្នាដែរអញ្ចឹងណាដើម្បីគេជួយក្នុងមួយឆ្នាំគេជួយម្ដងបាទតែនៅក្នុងរដូវបុណ្យអ៊ីស្លាមមួយនេះគឺនៅប្រទេសបង់ក្លាដេសនេះគឺក្របីមួយក្បាលនេះល្បីនៅក្នុងប្រទេសគេបាទដោយសារអីដោយសារដាក់ឈ្មោះដូចធានាធិបតីរបស់អាមេរិកគឺដូណាល់ត្រាំហើយសក់រោមរបស់សក់ហើយនឹងរោមក្របីភឿកហ្នឹងគឺដូចគ្នាបាទពណ៌ដូចគ្នានឹងសក់របស់លោកដូណាល់ត្រាំបាទហើយល្បីសុសសាយទូទាំងប្រទេសហ្នឹងដោយសារ social media ដូចជា Facebook page YouTube ជាច្រើនហើយធ្វើឲ្យប្រជាជនបង់ក្លាដេសនេះនាំគ្នាទៅថតរូបលេងទៅមើលទៅអីចឹងទៅហើយគេនាំគ្នាសិតសក់ក៏បីដូណាល់ត្រាំហ្នឹងគឺសិតសក់ដូចសក់ក្បាលសក់ដោយលោកដូណាល់ត្រាំចឹងឯងបាទពណ៌ដូចគ្នាអញ្ចឹងធ្វើឲ្យល្បីដល់រដ្ឋាភិបាលរបស់បង់ក្លាដេសបាននាំឲ្យក្រសួងការពារជាតិហ្នឹងក៏បានសម្រេចបាទទៅអភិរក្សក្របីមួយនេះទុកនៅក្នុងសួនសត្វតែក្របីនេះបានត្រូវលក់ចេញទៅម្នាក់មួយទៀតហើយបាទទៅម្នាក់មួយទៀតហើយគឺម្ចាស់ដើមរបស់គាត់ហ្នឹងម្ចាស់ដើមរបស់ក្របីហ្នឹងគឺសៀអ៊ុតទិតប៊ុតថាបាទណាទៅលក់ឲ្យម្នាក់ទៀតអ្នកទី1ណាម្ចាស់ហ្នឹងបាទម្ចាស់ក្របីតែអ្នកទី1ហ្នឹងអ្នកទី2ហ្នឹងហើយក៏បានទទួលក្របីនេះដើម្បីយកទៅកាប់សាច់ហ្នឹងដើម្បីចែកអ្នកក្រីក្រព្រោះនៅក្នុងនៅរដូវបុណ្យជាតិរបស់គេហ្នឹងគឺក្នុងមួយឆ្នាំពួកមូស្លីមគេធ្វើម្ដងអញ្ចឹងណាតែងតែបូជាសត្វគោក្របីហ្នឹងដើម្បីជួយឲ្យអ្នកក្រីក្រទទួលទានបានឆ្ងាញ់អីចឹងទៅក្នុងជីវិតរបស់គេម្ដងអញ្ចឹងណាគឺវិធីបុណ្យគេធ្វើអញ្ចឹងប៉ុន្តែរដ្ឋាភិបាលរបស់បង់ក្លាដេសហ្នឹងគឺលោកបាទលោកអាឡា
ยูทินอาเมดยูทินอาเมดนั้นก็บ้านเตาเจียวบาทเตาเจียวปีเนี่ยตีปีมาวิ่งบาทเตาเจียวเนี่ยตีปีมาวิ่งดำใบอยู่ตัวอาเพระตุกนกขนงส่วนสัตว์របស់រដ្ឋជាតិរបស់រដ្ឋបាលបង់ក្លាដែរវិញពីព្រោះល្បីបាទព្រោះកបីមួយនេះល្បីពេកបាទល្បីពេកដើម្បីគេអភិរក្សគាត់ទុកឲ្យមើលទុកឲ្យឃើញទុកអីចឹងបាទគាត់ជាវមកវិញពីអ្នកទី2ដែលនឹងយកគាត់ហ្នឹងកបីហ្នឹងទៅបូជាជីវិតដើម្បីធ្វើសាច់បាទចែកគ្នាហូបចឹងណាហងដល់កាលឧទ្ទិសបុណ្យគេហ្នឹងបាទនេះហើយគឺកំពុងល្បីហើយគេឲ្យឈ្មោះថាជា hero Donald Trump Buffalo ជាកបីដែលឈ្មោះ Donald Trump របស់បង់ក្លាដែរនេះជា hero វីរបុរសរបស់គេវិញណា hero វិញណាអញ្ចឹងល្បីបាទកបីហ្នឹងក៏រួចផុតពីការសម្លាប់កបីនេះទៅបាទនេះជាព័ត៌មានមួយដែលល្បីរន្ទឺនៅក្នុងប្រទេសបង់ក្លាដែរបាទហើយក៏គឺដែលដូច Donald Trump ហ្នឹងទី1គឺកបីនោះកបីភឿគេថាពណ៌សម្បុរហ្នឹងគឺដូចសាច់ឈាមពណ៌របស់លោក Donald Trump ហើយពិសេសជាងនោះគឺសក់ Donald Trump ហ្នឹងក៏ដូចនឹងរោមកបីនឹងដែរហើយក៏គេសិតសក់បាទគេសិតសក់ក្បាលកបីហ្នឹងក៏ដូចសក់ទៅជាមួយលោក Donald Trump ហើយបានគេដាក់ឈ្មោះឲ្យឈ្មោះហ្នឹង Donald Trump ហើយភ្នែកមុខមាត់អីក៏ស្តៀង Donald Trump ដែរណាបងប្អូនមើលលេងកំសាន្តទៅនេះគឺជាព័ត៌មានមួយដែលល្បីនៅក្នុងប្រទេសបង់ក្លាដែរដែលគេអភិរក្សក្របីមួយក្បាលនេះនៅក្នុងសួនសត្វជាតិរបស់រដ្ឋាភិបាលបង់ក្លាដែររួចហើយបាទពួកគាត់នេះល្បីបាទក្របីនេះល្បីសរសើរទូទាំងពិភពលោកតាម social media បាទតាម Facebook តាមអីរហូតដល់ធ្លាយមកដល់ប្រទេសផ្សេងៗណាឥឡូវបាទអញ្ចឹងយើងឃើញថាសត្វក៏ជាអ្វីដែលជាមានល្បីឈ្មោះរបស់សត្វដែលកម្រនៅរកបានមានអញ្ចឹងណាបាទអញ្ចឹងគេត្រូវអភិរក្សព្រោះល្បីជាងមនុស្សយើងមនុស្សម្នាក់អីចឹងទៅនៅក្នុង social media រយៈពេលខ្លីក៏ដោយវែងក៏ដោយអីក៏ដោយក៏គេត្រូវតែអភិរក្សសត្វល្អដើម្បីទុកឲ្យបងប្អូនបានថតកំសាន្តលេងជាមួយសត្វនឹងដែរបាទព្រោះនៅក្នុងរដូវកាលបុណ្យមូស្លីមរបស់គេហ្នឹងគឺតែងតែគេបូជាបាទសត្វណាគឺរាប់លានក្បាលបាទមិនតូចជាង2-3 លានក្បាលឯក្នុងមួយឆ្នាំក្នុងរដូវកាលបុណ្យរបស់គេហ្នឹងបាទអាត់ហាបាទក្នុងរដូវបុណ្យអាត់ហារបស់មូស្លីមហ្នឹងគឺតែងតែមានដូចជាប្រទេសផ្សេងដូចជាម៉ាឡេស៊ីហ្វីលីពីនឬក៏ប្រទេសនៅឥណ្ឌាក៏ដោយនៅប្រទេសបង់ក្លាដេសឬក៏អាហ្វហ្គានីស្ថានអីប្រទេសណាមានជនជាតិមូស្លីមច្រើនហ្នឹងគឺតែងតែធ្វើពិធីបុណ្យហ្នឹងដ៏ធំពិសេសនៅអ៊ីរ៉ង់ដូចជាអ៊ីរ៉ាក់ក៏ដូចគ្នាដែរណាអ៊ីរ៉ង់អ៊ីរ៉ាក់គុយវេតឲ្យតែមានពួកជនជាតិហ្នឹងគឺតែងតែគេធ្វើបុណ្យអញ្ចឹងយើងឃើញហើយដែលគេតែងតែហូបសាច់គោក៏ដោយកបីក៏ដោយទមូលណាគេស្ងោរទមូលគេមានបាយហើយគេអង្គុយរួមតុជាមួយគ្នាគេហៅថាទឹកដីពិសិដ្ឋរបស់ប្រទេសគេនីមួយៗណាគឺតែងតែគេទៅម៉ាឡេស៊ីបាទឃើញគេទៅម៉ាឡេស៊ីណាបងប្អូនអញ្ចឹងដល់បងប្អូនណាដែលយើងបានកំសាន្តលេងសើចឲ្យជាមួយនឹងការចម្លែកមួយនៃសត្វក្របីនេះដូច Donald Trump ណាដូចលោកធានាធិបតីអាមេរិកលោកណា Donald Trump ហើយក៏បានដាក់ឈ្មោះឲ្យក្របីភឿកមួយហ្នឹងថា Donald Trump បាទក្របី Donald Trump បាទនេះវាក្របីចម្លែកមួយដែលបងប្អូនមិនដែលឃើញបាទនេះក៏ជាព័ត៌មានចម្លែករបស់រដ្ឋាភិបាលរបស់ប្រទេសបង់ក្លាដែរដែលឲ្យបងប្អូនបានដឹងបានឮបាទសូមអរគុណបាទសូមជម្រាបលា